បាទជារៀបសួរបងប្អូនជារៀបសួរទាំងអស់គ្នាជំរាបសួរអញ្ចឹងយើងឃើញថាប្រហែលថ្ងៃនេះនៅក្នុងបណ្ដាញសង្គមគឺបណ្ដាញសង្គម Facebook ផ្សេងហ្នឹងគឺមានការចម្រូងចម្រាសគ្នារឿងមន់ថៃមន់អីចឹងណាអានេះជារឿងដែលវាត្រូវតែកើតមានឡើងតែបើយើងចង់ឲ្យខាងវិស័យខាងបាក់សីកីឡាអានឹងឲ្យមានកុំឲ្យមានភាពល្អកកហើយបងប្អូនអាចរកស៊ីទៅខាងមុខទៀតគឺបងប្អូនត្រូវមានការអត់ធ្មត់អ្វីដែលយើងមិនត្រូវបញ្ចេញនៅក្នុងបណ្ដាញសង្គមគឺយើងមិនបាច់បញ្ចេញទេជាពិសេសគឺខ្ញុំមានច្រើនណាមានរឿងច្រើនមានរឿងកេះមានរឿងចោះតែខ្ញុំអត់ដែលបញ្ចេញមកទេខ្ញុំអត់ដែលបញ្ចេញមករឿងជេរបន្តិចគ្នាទេព្រោះខ្ញុំគិតថាខាងវិស័យបាក់សីកីឡាហ្នឹងវាចង្អៀតណាហើយគេសង្គមគេមិនចូលចិត្តផងហើយយើងថែមទាំងយើងយកមកជេរបន្តិចគ្នាអញ្ចឹងទៀតគឺកាន់តែធ្វើឲ្យខាងវិស័យបាក់សីកីឡាហ្នឹងកាន់តែអាប់អួរហើយបងប្អូនខាងលក់ដូរមាន់ហ្នឹងគឺបងប្អូនធ្វើឲ្យបងប្អូននិយាយថាដូចថារៀងថយចុះមានការថយចុះដូចថាមើលទៅដូចវាមិនសមដូចខ្ញុំមើលទៅដូចអត់សមទេព្រោះយើងចាស់ទុំអ្វីដែលយើងអាចអត់បានគឺយើងអត់អ្វីដែលយើងអាចអត់បានគឺយើងអត់ទៅព្រោះបើយើងបង្ហោះនៅលើបណ្ដាញសង្គមវាប៉ះពាល់ខ្លាំងហើយណាមួយខាងវិស័យនេះគឺអត់ទលំទលាយទេបើបងប្អូនអាចអត់បានគឺបងប្អូនអត់ទៅហើយបងប្អូនណាខាងហ្នឹងគឺបងប្អូនខ្លាចតែបងប្អូនចង់បាន view ឬក៏បងប្អូនចង់បានល្បីឬអីខ្សែពូជមន់ខាងប្រទេសថៃហ្នឹងសូម្បីតែខាងខ្ញុំក៏មានដែរការទិញចូលមកពីមុនណាព្រោះយើងអត់អាចដឹងមុនថាយើងនឹងប្រទេសលេខ2ហ្នឹងគឺមានចំនួនគ្នាដល់ថ្នាក់ហ្នឹងទេយើងអត់អាចគិតដល់ថ្នាក់ហ្នឹងយើងគិតថាពីសេដ្ឋកិច្ចដែលមានការរស់ស៊ីឬក៏យើងស្រឡាញ់ខ្សែពូជតែប៉ុណ្ណោះឯងតែបើយើងឲ្យយើងគិតថារាល់ថ្ងៃនេះយើងអាចទិញចូលទៀតអត់គឺសូម្បីតែច្រកចេញគឺប្រយ័ត្នដែរយើងហ្នឹងលើអ្នកដែលគាត់ស្រឡាញ់គាត់នៅតែមានការទិញចូលទិញចេញហ្នឹងឯងគាត់នៅមានតែការលួចលាក់ទិញចូលទិញចេញតែរហូតចឹងណាអញ្ចឹងអានេះជារឿងធម្មតាទេតែបងប្អូនមិនគួរយកមកបង្ហោះក្នុងបណ្ដាញសង្គមទេហើយកន្លែងនេះគឺយើងធ្វើឲ្យកាន់តែអាប់អួរបន្ថែមទៀតយើងគួរតែអ្វីដែលយើងអត់បានគឺយើងមិនត្រូវបង្ហោះទេហើយជាយោបល់របស់ខ្ញុំទេយោបល់របស់ខ្ញុំក៏មិនអាចត្រូវទាំងអស់ដែរណាហើយយោបល់របស់បងប្អូនក៏អាចត្រូវឬក៏ខាងខ្ញុំអាចខុសក៏ថាបានដែរអរគុណច្រើនបងប្អូន